ប្អូនទាំងអស់គ្នាវាពិតជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែនហ្មងដែលក្មេងស្រីម្នាក់ដែលមានអាយុទើបតែ2ឆ្នាំប៉ុណ្ណោះអាចជួយជីវិតឪពុករបស់គាត់បានណាឥឡូវយើងមកមើលទាំងអស់គ្នានៅក្នុងវីដេអូខាងលើនេះនិយាយពីឪពុកកូនដែលរស់នៅក្នុងផ្ទះតែ2នាក់ព្រឹកមួយប៉ាគាត់កំពុងតែគេងនៅក្នុងបន្ទប់ស្រាប់តែពេលនោះកូនស្រីរបស់គាត់បានឡើងមកលើគ្រែស្រែកហៅយំប៉ារបស់គាត់ជាច្រើនដងកូនស្រីរបស់គាត់បានស្រែកយំផងបានស្រែកហៅផងតែប៉ារបស់គាត់ហាក់បីដូចជាមិនលឺការស្រែកហៅរបស់កូនស្រីរបស់គាត់សោះហើយគាត់មិនត្រឹមតែស្រែកហៅហើយយំទេគាត់ថែមទាំងព្យាយាមប្រើកម្លាំងរុនប៉ារបស់គាត់ជាច្រើនដងដូចគ្នាបងប្អូនទាំងគ្នាដឹងហើយថាកម្លាំងកូនក្មេងអាយុ2ឆ្នាំគ្នាព្យាយាមរុនផងស្រែកយំផងស្រែកហៅផងតែប៉ារបស់គាត់នៅតែអត់មានចលនាអីសោះហ្មងហើយភ្លាមនោះកូនស្រីរបស់គាត់ក៏បាននឹកឃើញវិធីក្នុងការជួយសង្គ្រោះប៉ារបស់ខ្លួនគាត់បានព្យាយាមវាចុះពីលើគ្រែរត់ចេញពីបន្ទប់សម្ដៅទៅរកថ្នាំដែលប៉ារបស់គាត់បានប្រើប្រាស់ប្រចាំថ្ងៃនិយាយទៅក្មេងស្រីម្នាក់ហ្នឹងគឺគាត់ពិតជាក្លាហានខ្លាំងមែនទែនហ្មងគាត់បានឡើងទៅលើសាឡុងហើយឈោងយកថ្នាំក្លុយកូសដែលជាថ្នាំធ្វើឲ្យជាតិស្ករនៅក្នុងឈាមឡើងបានវិញយ៉ាងលឿនហើយពេលដែលយកបានហើយគាត់បានរត់ឡើងបញ្ញាប់ត្រឡប់ទៅរកប៉ារបស់គាត់វិញអូយបងប្អូនអរគ្នាគាត់ទៅតែ2ឆ្នាំហើយដើរតែតះណាតែដោយសារតែគាត់ដឹងថាស្ថានភាពដែលគាត់ជួបនឹងវាកំពុងតែបញ្ញាប់ទាំងហើយគាត់ក៏ព្យាយាមរត់យ៉ាងលឿនទៅរកប៉ារបស់គាត់ដែលកំពុងតែដេកសន្លប់នៅលើគ្រែម្នាក់ឯងនោះហើយពេលដែលគាត់ដើរទៅដល់គ្រែគាត់បានព្យាយាមប្រើកម្លាំងបើកប្រអប់ថ្នាំនោះតែដោយសារតែដៃរបស់គាត់តូចពេកហើយគ្មានកម្លាំងគ្រប់គ្រាន់អ្នកគ្នាវាពិតជាពិបាកមែនទែនសម្រាប់គាត់ប៉ុន្តែយ៉ាងណាក៏ដោយក៏គាត់នៅតែព្យាយាមរកមធ្យោបាយបើកប្រអប់ថ្នាំនឹងឲ្យបានទីបំផុតគាត់ក៏អាចបើកវាបានភ្លាមនោះគាត់ក៏បញ្ញាប់វាឡើងទៅលើគ្រែហើយរត់ទៅជិតខ្លួនប៉ារបស់គាត់វិញដើម្បីយកថ្នាំក្លុយកូសនោះញាត់ចូលទៅក្នុងមាត់ប៉ារបស់គាត់ហើយគាត់ព្យាយាមស្រែកលឺថាញ៉ាំទៅប៉ាញ៉ាំចូលមាត់ភ្លាមទៅនៅពេលដែលប៉ារបស់គាត់បានញ៉ាំជាមួយនឹងថ្នាំនឹងហើយលេបចូលហើយជាតិស្ករក៏ចាប់ដើមដំណើរការនៅក្នុងឈាមរបស់គាត់វិញអញ្ចឹងណាព្រោះថ្នាំក្លុយកូសនឹងជាប្រភេទថ្នាំដែលធ្វើឲ្យជាតិស្ករឡើងទៅក្នុងឈាមវិញឡើងយ៉ាងលឿនសម្រាប់អ្នកដែលគាត់ខ្វះជាតិស្ករក្នុងឈាមគឺគាត់តែងតែប្រើប្រភេទថ្នាំនឹងជាប្រចាំបងប្អូនទាំងគ្នាដឹងហើយថាជាតិស្ករវាសំខាន់ណាស់តែយើងធម្មតាខ្វះជាតិស្ករតិចតួចក៏យើងសន្លប់ដែរអញ្ចឹងប៉ារបស់គាត់គេងរហូតដល់ខ្វះជាតិស្ករក្នុងខ្លួនណាសន្លប់ដល់អត់ដឹងខ្លួនប៉ុន្តែប៉ារបស់គាត់គឺពិតជាសំណាងខ្លាំងមែនទែនហ្មងដែលមានកូនស្រីឆ្លាតបែបហ្នឹងដល់ពេលដែលកូនស្រីរបស់គាត់យកថ្នាំទៅញាត់ចូលមាត់របស់គាត់ហើយមកស្ទុះក្រោយក៏គាត់ចាប់ដើមដឹងខ្លួនឡើងវិញហើយបន្ទាប់ពីប៉ារបស់គាត់បានដឹងខ្លួនឡើងវិញគាត់ក៏បាននិយាយពាក្យមួយម៉ាត់ថាតោះប៉ាយើងទៅញ៉ាំអាហារពេលព្រឹកទាំងអស់គ្នានិយាយមែនហ្មងបងប្អូនអរគ្នាវាពិតជាអស្ចារ្យខ្លាំងមែនទែនហ្មងដែលគាត់អាចជួយជីវិតប៉ារបស់គាត់បានណាព្រោះថាប៉ារបស់គាត់គេងក៏សន្លប់ដោយសារតែជាតិស្ករនៅក្នុងឈាមនឹងធ្លាក់ចុះចាំបើសិនជាពេលហ្នឹងអត់មានគាត់ទេប៉ារបស់គាត់នឹងប្រកាសជាបាត់បង់ជីវិតបាត់ទៅហើយឯងអ្វីដែលសំខាន់ណាស់នៅពេលដែលគាត់ជួយប៉ារបស់គាត់ហើយគាត់ពិតជាសប្បាយចិត្តខ្លាំងមែនទែនហ្មងនៅពេលដែលប៉ារបស់គាត់ដឹងខ្លួនឡើងវិញហើយគាត់ព្យាយាមធ្វើធម្មតាទៀតដើម្បីកុំឲ្យប៉ារបស់គាត់ហ្នឹងបារម្ភពីគាត់តែខ្ញុំពិតជាសរសើរមែនអ្នកទាំងអស់គ្នាក្មេងៗសម័យឥឡូវឆ្លាតហើយប្រកែកហើយក្លាហានខ្លាំងមែនទែនហ្មងមនុស្សធំខ្លះបើស្ថិតនៅក្នុងស្ថានភាពបែបហ្នឹងអាចនឹងស្លន់ស្លោតែសម្រាប់ក្មេងម្នាក់ដែលនៅក្នុងវីដេអូនេះទើបតែមានអាយុ2ឆ្នាំនេះហើយស្មារតីរបស់គាត់គឺមាំទាំខ្លាំងមែនទែនហ្មងមិនត្រឹមតែស្មារតីមាំទាំទេថែមទាំងដឹងថាថ្នាំដែលពុករបស់គាត់ញ៉ាំរាល់ថ្ងៃហ្នឹងគាត់ទុកនៅណាទៀតអញ្ចឹងមិនថាអ្នកទាំងអស់គ្នាក្មេងខ្លះអាយុតិចទេប៉ុន្តែខួរក្បាលសាហាវជាងមនុស្សធំទៀតណាអ្នកគ្នាព្រោះខ្ញុំឃើញផ្ទាល់ខ្លួនឯងហ្មងព្រោះខ្ញុំចូលចិត្តក្មេងខ្ញុំឃើញក្មេងឥឡូវគឺអាយុតិចទេប៉ុន្តែឆ្លាតខ្លាំងមែនទែនហ្មងចុះបងដែលគាត់កំពុងតែទស្សនាជាមួយនឹងវីដេអូមួយនេះបានជួបក្មេងឆ្លាតបែបហ្នឹងនៅខមមិនខាងក្រោមទាំងអស់គ្នាមក